ពីមុនឲ្យតែឃ្លានសឡចាប់ឆាយតើថ្ងៃបនទៀនអីបានញ៉ាំតែឥឡូវអត់ទេឲ្យតែយើងចេះធ្វើពេលដែលឃ្លានចង់ញ៉ាំយើងធ្វើញ៉ាំខ្លួនឯងតែម្ដងសឡមួយមុខនេះគឺយើងមានទាំងសាច់មានទាំងបន្លែចម្រុះអញ្ចឹងទៅញ៉ាំទៅគឺជំនួយដល់សុខភាពមួយភាគធំដែរហើយយើងអាចស្លច្រាំងធំច្រើនសម្រាប់ធ្វើបានញ៉ាំយូរថ្ងៃទៀតណកាន់តែក្តៅកាន់តែយូរគឺកាន់តែងុំឆ្ងាញ់ណាស្លចាប់ឆាយហ្នឹងគឺនឹងខ្ញុំចូលចិត្តមែនតើនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើសម្លរបស់យើងមានពពុះស្ដាយហើយចំពោះស្បែកជ្រូកនឹងខ្ញុំច្បាច់អំបិលហើយស្រោះទឹកក្តៅវាទៀតបងប្អូនដើម្បីឲ្យវាបានស្អាតល្អហើយឲ្យវាបាត់ធុងក្លិនខាហៀប៊ីលកជាកដោហើយនឹងផ្សិតក្រៀមយើងត្រូវលាងឲ្យបានស្អាតច្រើនទឹកដែរហើយចំពោះមាន់នាងខ្ញុំស្លជាមួយនឹងមាន់ស្រែធម្មជាតិយើងបងប្អូនកាប់វាជាដុំប៉ុណ្ណឹងមកហើយដោយទាំងបកងពីរទៀតដោយសារតែវានៅក្នុងទូយូរហើយអញ្ចឹងយកមកធ្វើវាដាក់ជាមួយនឹងស្លដែរហ្មងទៅបន្លែរបស់យើងមានខណៈដើមខណៈស្លឹកនាងខ្ញុំស្រោះមកតង់សិនដើម្បីធានាសុវត្ថិភាពបងប្អូនហើយបន្លែផ្សេងទៀតយើងមានដូចជាឆៃថាវហើយនឹងការ៉ុតហើយបើសិនជាបងប្អូនធ្វើត្រូវថែមជាមួយនឹងស្ពៃបូកូឬក៏ស្ពៃក្តោបមួយមុខទៀតណាបងប្អូនតែនេះដោយសារតែនៅក្នុងទូទឹកកកនេះខ្ញុំមានបន្លែតែប៉ុណ្្នឹងនេះខ្ញុំអត់បានទៅរកទិញបន្ថែមណាចាជាដំបូងយើងធ្វើការបំពងខ្ទឹមសឲ្យវាឈ្ងុយហើយនឹងខ្ញុំស្លជាមួយនឹងឆ្នាំងចាក់ដែលតាំងជំនាន់យាយតាគាត់បន្សល់ទុកឲ្យបងប្អូនគឺក្រាស់ល្អមែនតែនហើយយើងបន្ថែមជាមួយនឹងស្ករត្នោតហើយនឹងទឹកត្រីបន្តិចទៅហើយយើងកូរវាឲ្យឈ្ងុយហើយយើងចាក់សាច់ចូលតែម្ដងចាហើយយើងធ្វើការច្បល់ត្រឡប់សាច់ជាមួយនឹងគ្រឿងឲ្យបានសព្វល្អបងប្អូននេះខ្ញុំបន្ថែមជាមួយនឹងប្រេងខ្យងចំនួន2ស្លាបព្រាហើយនឹងម្សៅស៊ុបចំនួន1ស្លាបព្រាទៀតណាបងប្អូនហើយយើងធ្វើការច្បល់វាបន្តទៀតដើម្បីឲ្យសាច់ហើយនឹងគ្រឿងទេសរបស់យើងបានសព្វគ្នាល្អអញ្ចឹងមកចាចំពោះស្លបងប្អូនគឺយើងអាចដាំទឹកមុនទេចាប់ឆាយនេះខ្ញុំធ្វើគឺយើងឆាសាច់ជាមុនសិននៅពេលដែលយើងច្បល់សព្វរួចរាល់ហើយមកថែមជាមួយនឹងស្បែកជ្រូកពពុះស្ដែកផ្សិតត្រជាកដោអីហ្នឹងចូលគ្នាឆាច្បល់វាឲ្យបានសព្វដែរជាមួយនឹងហៀប៊ីដែរបងប្អូនហើយបន្ទាប់មកទៀតយើងបន្ថែមជាមួយនឹងបន្លែដែរចំពោះបន្លែដែរគឺយើងទុកស្លឹកខាត់ណាបងប្អូនទុកដាក់នៅពេលដែលស្លរបស់យើងចិត្តឆ្អិនយើងអត់ឆាច្បល់មុនអញ្ចឹងទេកុំឲ្យវាលួយហើយយើងច្បល់ឲ្យសព្វជាមួយបន្លែជាមួយនឹងត្រជាជ្រូកស្បែកជ្រូកអីហ្នឹងបងប្អូនច្បល់វាឲ្យបានសព្វមួយសាច់មួយអីបានល្អអញ្ចឹងមកចាដោយសារតែមាន់នេះខ្ញុំរៀងខ្ចីដែរអញ្ចឹងនេះខ្ញុំឆាប់ដាក់បន្លែចូលច្បល់ជាមួយតែបើសិនជាបងប្អូនស្លមាន់រៀងចាស់បងប្អូនត្រូវតែដំណាក់ការឆាលីងសាច់មាន់ហ្នឹងបងប្អូនលីងវាឲ្យរៀងឆ្អិនខ្ទង់50-60% អីចាំបងប្អូនដាក់បន្លែចូលហើយបន្ទាប់មកទៀតគឺយើងធ្វើការថែមទឹកបងប្អូនចំពោះទឹកដែរនឹងខ្ញុំអត់ថែមច្រើនម្ដងទេគឺយើងថែមម្ដងមកល្មមត្រឹមមួយសាច់នេះយើងទេស្លកាលណាបងប្អូនដាក់ទឹកច្រើនតែម្ដងគឺអត់ឆ្ងាញ់ទេអញ្ចឹងយើងសុខចិត្តថែមនៅពេលដែលវារីងយើងថែមម្ដងតិចអញ្ចឹងមកនៅពេលដែលស្លរបស់យើងចិត្តឆ្អិនហើយនឹងធ្វើការបន្ថែមជាមួយនឹងស្លឹកខាត់ណាចូលហើយចំពោះស្លនេះដែរនឹងខ្ញុំអត់ដាក់ទឹកអីច្រើនពេកទេបងប្អូនស្លអត់ចូលចិត្តទឹកច្រើនទេចូលចិត្តទឹកដាក់មកល្មមបែបហ្នឹងគឺឆ្ងាញ់ហើយយើងរងចាំឲ្យស្លរបស់យើងពុះទៅហើយបងប្អូនធ្វើការភ្លក់វាមើលណាហើយបងប្អូនអាចបន្ថែមបន្ថយគ្រឿងទេសទៅតាមការចូលចិត្តរបស់បងប្អូនសម្រាប់ស្លនាងខ្ញុំគឺរៀងស្ទើររសជាតិបន្តិចអញ្ចឹងទៅនាងខ្ញុំបន្ថែមជាមួយនឹងអំបិលមួយចុងស្លាបព្រាហើយនឹងស្ករសចំនួន1ចុងស្លាបព្រាទៀតស្លចាប់ឆាយនេះយើងមិនបាច់ធ្វើរៀងដិតខ្លាំងទេនាងខ្ញុំធ្វើរសជាតិមកល្មមទេហើយបើសិនជាយើងធ្វើឆ្នាំងធំច្រើនណាយើងយករសជាតិមកល្មមបានហើយកាលណាយើងកដៅវាយូរទៅអាចទៅជាប្រៃខ្លាំងណាចឹងស្លរសជាតិតែល្មមបានហើយនៅពេលដែលថែមគ្រឿងទេសរួចរាល់អស់ហើយស្លរបស់យើងគឺឆ្អិនរួចរាល់ល្មមបងប្អូនមើលទៅទំនងគួរឲ្យចង់ញ៉ាំមែនតែនឃ្លានយូរហើយស្លចាប់ឆាយហ្នឹងឥឡូវបានធ្វើញ៉ាំហើយបើសិនជាយើងទៅលេងស្រុកជួបជុំបងប្អូនគ្នាច្រើនអីស្លមួយឆ្នាំងធំមកញ៉ាំជុំគ្នាកដៅបានយូរបងប្អូនអត់ងាយខូចទេឲ្យតែយើងកដៅដល់កដៅកាន់តែយូรงុំកាន់តែឆ្ងាញ់ស្លចាប់ឆាយហ្នឹងចាហើយឥឡូវនេះវីដេអូនេះខ្ញុំដល់ទីបញ្ចប់ហើយដែរអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាអាច comment ខាងក្រៅបើសិនជាមានមតិយោបល់អ្វីផ្សេងហើយកុំភ្លេចជួយ subscribe channel និង follow page ដើម្បីទទួលបានវីដេអូថ្មីបន្តអរគុណ